ទៅញ៉ាំស៊ុបជប៉ុនជាមួយនឹងជនជាតិជប៉ុនចង់ដឹងថាតើខ្ញុំទៅញ៉ាំដែរណាហើយមានរសជាតិដូចម្តេចខ្លះតោះទៅមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយទីតាំងដែលពួកខ្ញុំបានមកញ៉ាំស៊ុប buffet របស់ជប៉ុនហ្នឹងគឺនៅ Eon 1បាទនៅជាន់ទី2ដែលមានឈ្មោះថា Saburi Kintan Buffet បាទជាប្រភេទភោជនីយដ្ឋានរបស់ជប៉ុនហើយមានជាលក្ខណៈ buffet ហើយមានភេសជ្ជៈគឺថាយើងអាចញ៉ាំដោយសេរីបាទមានទឹកក្រូចមានកូកាមានទឹកសុទ្ធមានប៉ុបស៊ីអីហ្នឹងគឺយើងញ៉ាំមកសេរីហើយបើនិយាយពីបន្លែវិញមានចម្រុះបាទចម្រុះហើយបន្លែរបស់គេស្រស់មែនទែនបាទហើយទឹកជ្រលក់អីហ្នឹងក៏មានរសជាតិប្លែកពីស៊ុបរបស់ខ្មែរយើងដែរបងប្អូនបាទហើយបន្លែគេគឺគេដាក់ឲ្យយើងចាប់មកសេរីតែម្ដងពីព្រោះមានដូចជាផ្សិតមានជាជាកណ្ដុរមានជាស្ពៃមានជាតៅហ៊ូមានជាសណ្ដែកមានចម្រុះច្រើនមុខណាបងប្អូនអញ្ចឹងបន្លែហើយនឹងទឹកជ្រលក់គឺយើងដើរចាប់ដោយខ្លួនឯងបាទគឺយើងចាប់ដោយខ្លួនឯងក៏ប៉ុន្តែសាច់គឺថាគេលើកមកឲ្យយើងតែម្ដងបាទគឺលើកឲ្យយើងគឺថាមកសេរីអស់ថែមបាទកុំឲ្យតែសល់បងប្អូនបាទចឹងសាច់មានច្រើនប្រភេទហើយសាច់គឺគេហាន់ឡើងស្ដើងតែម្ដងបាទហើយស៊ុបគេគឺថាមានរសជាតិឆ្ងាញ់របស់គេបងប្អូនបាទគឺថាទឹកជ្រលក់ក៏ប្លែកសាច់ក៏មានរសជាតិឆ្ងាញ់ផុយបាទមានសាច់គោមានសាច់មាន់មានសាច់ជ្រូកមានជាលក្ខណៈប្រហិតបាទហើយថ្ងៃនេះខ្ញុំញ៉ាំជាមួយនឹងសាស្ត្រាចារ្យ Harada គាត់គឺជាជនជាតិជប៉ុនបាទហើយគាត់ចូលចិត្តបាទមកប្រទេសខ្មែរបាទគាត់មកច្រើនជាង100ដងទៅទៀតហើយថ្ងៃនេះខ្ញុំបានមានកិត្តិយសណាស់ដែលបានមកញ៉ាំស៊ុបជាមួយគាត់បាទហើយរសជាតិស៊ុបនេះគឺថារសជាតិអែមមែនទែនក្តៅជ្រលក់ជាមួយនឹងសាច់គោសាច់ជ្រូកអីហ្នឹងដាក់ជាមួយនឹងទឹកជ្រលក់របស់ជនជាតិជប៉ុនគេគឺថាដាក់ទៅដឹងតែរសជាតិអែមតែម្ដងបងប្អូនបាទគឺថាក្តៅហុយហើយមានបន្លែមានសាច់មានពងមាន់សាច់គោសាច់ជ្រូកច្រើនបែបមែនតើគឺថាអស់ហាវហើយទីតាំងរបស់គេនេះគឺថាម្នាក់ខ្ទង់ប្រហែលជា$10ជាងឯងបងប្អូនបាទ$10ជាងទេហើយបើសិនជាយើងមានកាត EO ណាយើងអាច free ម្នាក់